សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកអ្នកនរគ្នាអំពីរបៀបចូលទៅបដូរ password របស់ account Facebook របស់យើងអញ្ចឹងនៅក្នុងវីដេអូនេះសម្រាប់គ្នាយើងដែលមកថ្មីឬក៏អត់ទាន់បានចុច Subscribe កុំភ្លេចជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងហ្នឹងហើយដើម្បីទទួលបានវីដេអូចែករំលែកថ្មីៗពី channel ខ្ញុំបានបន្ថែមទៀតហ្នឹងហើយអញ្ចឹងឥឡូវកុំឲ្យខាត់ពេលយូរយើងទៅចាប់ផ្ដើមធ្វើការបដូរ password ទាំងអស់គ្នាអញ្ចឹងជំហានដំបូងអ្នកនរគ្នាគ្រាន់តែចូលមកកាន់ Facebook របស់យើងមកបន្ទាប់មកយើងចូលមកកន្លែង profile របស់យើងបន្ទាប់មកយើងឃើញត្រេក3នៅខាងលើយើងយកត្រេក3នេះមកអញ្ចឹងមកដល់កន្លែងនេះយើង scroll ទៅលើហើយយើងយកពាក្យថា setting បន្តមកទៀតយកពាក្យថា password and security អញ្ចឹងយើង scroll ទៅលើទៅហើយយើងមកយកពាក្យថា password and security កន្លែងនេះអញ្ចឹងយើងប៉ះលើវាមួយទៅអញ្ចឹងមកដល់កន្លែងនេះយើងឃើញពាក្យថា change password នៅខាងលើគេនេះអញ្ចឹងយើងប៉ះលើវាមួយទៅហើយចុចលើរូប Facebook របស់យើងអញ្ចឹងមកដល់កន្លែងcolumn 3នេះខាងលើហ្នឹងគឺគេតម្រូវឲ្យយើងដាក់នៅ password ចាស់របស់យើងបន្តមកទៀតcolumn ទី2ហើយនិងទី3ហ្នឹងគឺយើងត្រូវការបញ្ចូល password ថ្មីនិយាយទៅទាំងពីរ column ហ្នឹងគឺយើងត្រូវដាក់ដូចគ្នាបន្ទាប់មកខាងលើនេះយើងដាក់password ចាស់របស់យើងមកអញ្ចឹងខ្ញុំសុំដាក់ password របស់ខ្ញុំបន្តមកទៀតយើងដាក់ password ថ្មីអញ្ចឹងខ្ញុំសុំដាក់ password របស់ខ្ញុំអញ្ចឹងបន្ទាប់ពីធ្វើការបញ្ចូលនៅ password ហើយយើងចុច change password ខាងក្រោមមកអញ្ចឹងបន្ទាប់ពីយើងចុចហើយយើងធ្វើការរងចាំបន្តិចទៅអញ្ចឹងមកដល់កន្លែងនេះគេដាក់ថា check your WhatsApp message អញ្ចឹងមានន័យថាគេនឹងផ្ញើលេខកូដ6ខ្ទង់ចូលទៅកាន់ WhatsApp របស់យើងឃើញហើយនៅខាងលើនេះអញ្ចឹងយើងអាចចូលទៅកាន់កម្មវិធី WhatsApp របស់យើងមកនេះយើងចូលមកកាន់ WhatsApp តមកនេះសារដែលគេផ្ញើមកមិញអញ្ចឹងយើងចុចលើវាមួយទៅហើយយើងអាចសរសេរឬក៏ copy password 6ខ្ទង់នេះទៅដាក់ហ្នឹងក៏បានដែរអញ្ចឹងវាមាន copy code ស្រាច់នេះកន្លែងសញ្ញាកណ្ដាស់ហ្នឹងយើងចុច copy នោះទៅបន្តមកទៀតយើងចូលមកកាន់ Facebook របស់យើងហើយយើង paste ជាមួយនឹងលេខកូដ6ខ្ទង់មិញហ្នឹងទៅបន្តមកទៀតយើងចុច continue អញ្ចឹងមកដល់កន្លែងនេះមានន័យថាយើងបានធ្វើការបដូរនៅលេខកូដសម្ងាត់របស់ Facebook យើងបានជោគជ័យហើយអញ្ចឹងវីដេអូចែករំលែកនេះគឺមានតែប៉ុណ្្នឹងទេហ្នឹងហើយខ្លីៗសង្ឃឹមថាគ្នាយើងធ្វើបាន